ជំរាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទម្ដងទៀតថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីចែករំលែកទៅកាន់បងប្អូនអរគ្នាគឺអំពី free plugin ដែលទេបងប្អូនអរគ្នាជាមួយនឹងវីដេអូមុនគឺយើងទទួលបាន plugin free ពីក្រុមហ៊ុន Antelope Audio ថ្ងៃនេះបងប្អូនអរគ្នាគឺជាក្រុមហ៊ុនល្បីមួយដូចគ្នាដែរបងប្អូនអរគ្នាធ្លាប់ឮ Wave Audio បាទខ្ញុំជឿថាបងប្អូនអរគ្នាមួយចំនួនធំគឺកំពុងតែប្រើប្រាស់ plugin Wave ហើយ Wave Audio បានដាក់ plugin មួយកញ្ចប់ធំឲ្យបងប្អូនអរគ្នាclaim យកមកប្រើគឺ license ប្រើមួយជីវិតណាបងប្អូនអរគ្នាហើយបើសិនបងប្អូនអរគ្នាផ្លាស់ប្ដូរ computer យ៉ាងណានោះក៏យើងនៅតែទទួលបាន plugin នោះមកប្រើវិញដល់ដែរទេដោយសារតែវា license ជាប់ជាមួយនឹង account Wave របស់យើងតើគ្នាបើសិនបងប្អូនអរគ្នាណាថ្មីបងប្អូនអរគ្នាអាច register account ដំបូងឡើយយើង register account sign up វាទៅហើយយើងក្លាយទៅជាសមាជិកក៏ដូចជាអ្នកប្រើប្រាស់ដែលទទួលស្គាល់ពីក្រុមហ៊ុន Wave ហើយមួយទៀតបើសិនបងប្អូនអរគ្នាមានហើយបងប្អូនអរគ្នាគ្រាន់ចុចដំណ link ដែលខ្ញុំបានដាក់នៅក្រោមវីដេអូនេះទៅហើយបងប្អូនអរគ្នាយកពាក្យថា get free plugin បងប្អូនអរគ្នាមួយកញ្ចប់នេះគឺមាន9 plugin ឯណោះបងប្អូនអរគ្នាបាទអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាថាតើ9 plugin នោះមានអីខ្លះបងប្អូនអរគ្នាតើយើងចូលទៅជាមួយគ្នាបាទនៅទីនេះបងប្អូនអរគ្នាបាទ9 plugin included បាទ9 plugin បងប្អូនអរគ្នាplugin ទី1គឺតម្លៃលក់ធម្មតាហ្នឹងគឺ 24.99 សេនបាទអញ្ចឹងវា$25យើងរាប់$25ចុះបាទដែលមានឈ្មោះថា audio track យើងចូលទៅកាន់ audio track មើលលេងទៅបងប្អូនអរគ្នាបាទអញ្ចឹង audio track នេះគឺវាមានអីខ្លះបាទមាន EQ ហើយនិង dynamic EQ ហើយនិង compressor បងប្អូនអរគ្នាបាទដូចជា channel strip អញ្ចឹងណាបងប្អូនអរគ្នាបាទមាន gate មាន compressor ដែរបាទអញ្ចឹងមាន3មុខងារដែលយើងទទួលបានពី plugin មួយនេះបាទគឺ EQ ផងមាន gate ផងបងប្អូនមាន compressor ផងបាទ plugin ទី2គឺ synth បាទ synth នេះគឺជាឧបករណ៍ instrument ដែលយើងប្រើដូចជាយកទៅផលិតបទ pop បទ rock អីចឹងណាបងប្អូនអរគ្នាអញ្ចឹង plugin ទី3តម្លៃ$25ដែរបាទ plugin ទី2មិញគឺតម្លៃ$30បើសិនជាយើងទិញរាយបើថាអត់ជាបញ្ហាសម្រាប់យើងទេដោយសារតែគេដាក់ plugin នេះគឺ free ការប្រើប្រាស់ហើយទី3នេះគឺ GTR solo បងប្អូនអរគ្នាអ្នកដែលលេង solo យើងត្រូវការ plugin មែនទេយើងត្រូវការ plugin យកទៅដើម្បីអីយើងមាន drive មាន distortion មាន clean sound អីចឹងទៅយើងអាច mix ឬក៏វាជា amplifier របស់ guitar បាទអញ្ចឹង GTR solo នេះគឺមានច្រើន preset ទៀតច្រើនសំឡេងសម្រាប់ solo សម្រាប់ guitar អញ្ចឹងនៅពេលដែលយើងដាក់វាចូលទៅយើងអាចមាន style លេងច្រើនផ្សេងទៀតផងដែរបាទអញ្ចឹងទី4បងប្អូនអរគ្នា reverb បាទដែលមានឈ្មោះថា IR Live Convolutions Reverb បាទអញ្ចឹងមានតម្លៃ$25ដែរតែយើងទទួលបាន free បាទទី5គឺ Lil Tube បាទ Lil Tube នេះគឺជាគេហៅថា saturation បងប្អូនអរគ្នា saturation គឺសំខាន់ក្នុងពេលដែលយើងប្រើសម្រាប់ mix បាទគឺប្រើឲ្យវា smooth ឲ្យ sound របស់យើង smooth ឲ្យ vocal របស់យើងវា smooth បាទមាន emotion ដាក់ហ្នឹងចូលទៅតែបើសិនបងប្អូនដាក់ខ្លាំងពេកគឺបែកજાયអាហ្នឹងដូច distortion អញ្ចឹងណាបាទអញ្ចឹង6បងប្អូនអរគ្នា Studio Verse Effect បាទ Studio Verse Effect បងប្អូនអរគ្នានេះបើសិនជាយើងមាន plugin Wave ច្រើនហើយ preset នេះគឺគេចងមកពី artist មួយគេ mix ចឹងណាបងប្អូនអញ្ចឹង Wave Audio គឺ artist ជាច្រើនគេធ្វើ preset បាទអញ្ចឹងគេប្រើមុន preset ក៏ពិតមែនក៏តែវាល្អសម្រាប់ពួកយើងដែលជា beginner បាទឬក៏មិន beginner intermediate ឬក៏អ្នកខ្លះគាត់ professional យ៉ាងណាគាត់ចេះស្ដាប់ច្បាស់លាស់ចេះ mix ច្បាស់លាស់អញ្ចឹងគេយកមកកណ្ដាសេរីតិចតួចតាមtaste របស់គេណាបាទអញ្ចឹងគេអាចច្នៃ sound របស់គេតាមចរិតតាមការស្រឡាញ់របស់គេដែរអញ្ចឹងបន្ទាប់ទៀតគឺ instrument បាទ Studio Verse instrument នេះតកតងទៅលើ sound ភ្លេង sound បាទហើយមួយទៀតគឺ V compressor ហើយនឹង VEQ បាទ V compressor
$28 បាទ VQ 25បាទពីនេះគឺខ្ញុំចូលចិត្តប្រើដោយសារតែវាមានរសជាតិបាទ vintage បងប្អូនអរគ្នាអញ្ចឹងold school បាទពិតមែនប៉ុន្តែគេល្អនៅក្នុងការប្រើប្រាស់អញ្ចឹងអាស្រ័យនៅលើថាតើយើងស្រឡាញ់នឹងការ mix បែបណាចរិតរបស់យើងបែបណាបាទអញ្ចឹងហើយនេះជាកម្មមួយល្អបងប្អូនអរគ្នាយើងមិនដឹងថា Wave គាត់ដាក់ឲ្យយើង free រហូតដល់ថ្ងៃណាទេតែបើសិនបងប្អូនអរគ្នាអត់ទាន់មាន account ទេចូលយកឲ្យហើយបងប្អូនប្រើឬក៏មិនប្រើបងប្អូនចូលយកឲ្យទុកសិនទៅថ្ងៃណាមួយបងប្អូនអរគ្នានឹងអាចស្រឡាញ់ plug in Wave ឬក៏បងប្អូនចេះប្រើឬក៏យ៉ាងណាបងប្អូនផ្លាស់ចិត្តចង់មកប្រើនេះវិញគឺយើងអត់ហត់នឹងទិញបាទអញ្ចឹងហើយមិនចំណាយលុយតន់គេ free យើងយកទុកសិនមកបាទអញ្ចឹងអរគុណបងប្អូនអរគ្នាសម្រាប់ការមើលវីដេអូនេះផងដែរហើយបងប្អូនអរគ្នាកុំភ្លេចជួយ subscribe ដល់ channel របស់ខ្ញុំបាទផងខ្ញុំនឹងមានវីដេអូថ្មីទៀតអំពី free plugin ឬក៏ការចែករំលែកបទពិសោធន៍ក៏ដូចជា technique មួយចំនួននៅក្នុងការធ្វើការងារក្នុង studio នេះផងដែរបាទជំរាបលាបងប្អូនអរគ្នា